ជាដំបូងខ្ញុំបាទសូមជម្រាបសួរទៅដល់លោកគ្រូអទេសនៃមុខវិជ្ជារង្វាន់តម្លៃអប់រំនិងជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់នៅថ្នាក់ KD ទាំងអស់ជាទីគោរពតើតើជាមួយនឹងថ្ងៃនេះដែរខ្ញុំបាទបានលើកយកតើតើជាមួយនឹងមេរៀនមុខវិជ្ជារង្វាន់តម្លៃអប់រំតើតើជាមួយនឹងចំណុចការវាយតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងនៅក្នុងការវាយតម្លៃនៅក្នុងម៉ោងសិក្សាហ្នឹងគឺខ្ញុំបានលើកយកតើតើជាមួយនឹងចំណុចចំនួន5យកមកបកស្រាយទី1តើតើជាមួយនឹងសេចក្តីផ្ដើមទី2តើតើជាមួយនឹងវដ្តនៃការវាយតម្លៃតាមដំណាក់ហើយទី3តើតើជាមួយនឹងការសង្កេតមិនផ្លូវការទី4តើតើជាមួយសំណួរផ្ទាល់មាត់ហើយទី5តើតើជាមួយនឹងការផ្ដល់មតិកែលម្អប្រកបទៅដោយប្រសិទ្ធភាពក្រោយពេលដែលពួកគាត់រៀនចប់អញ្ចឹងនៅក្នុងចំណុចទី1គឺខ្ញុំបានលើកយកតើតើជាមួយនឹងសេចក្តីផ្ដើមអញ្ចឹងនៅក្នុងសេចក្តីផ្ដើមនៅក្នុងការវាយតម្លៃតាមដំណាក់ហ្នឹងគឺទី1ខ្ញុំបាទលើកយកតកតងជាមួយនឹងប្រសិទ្ធភាពដែលស៊ីជម្រៅនៅក្នុងការវាយតម្លៃអញ្ចឹងនៅក្នុងនេះគឺយើងធ្វើម៉េចវាយតម្លៃឲ្យមានភាពស៊ីជម្រៅហើយឲ្យមានប្រសិទ្ធភាពបំផុតនៅក្នុងការវាយតម្លៃតាមដំណាក់កាលហ្នឹងគឺដើម្បីវាយតម្លៃនៅក្នុងម៉ោងសិក្សារបស់សិស្សហ្នឹងឲ្យមានប្រសិទ្ធភាពហើយមួយទៀតហ្នឹងគឺឲ្យមានតកតងជាមួយអន្តរកម្មរវាងគ្រូហើយនិងសិស្សនៅក្នុងកំឡុងពេលដែលគាត់កំពុងតែរៀនហ្នឹងហើយក្រោយដែលពេលពួកគាត់រៀនចប់ហ្នឹងតើគាត់ទទួលបានប្រសិទ្ធភាពក៏ដូចជាលទ្ធផលបានដល់កម្រិតណាក្រោយពេលដែលលោកគ្រូអ្នកគ្រូគាត់បានផ្ទេរចំណេះដឹងទៅកាន់សិស្សហើយមួយទៀតតើគាត់នៅខ្វះក៏ដូចជានៅស្ទើរតឹងជាមួយចំណុចណាខ្លះទៀតដើម្បីឲ្យលោកគ្រូអ្នកគ្រូនឹងគាត់បន្ថែមតឹងជាមួយចំណុចខ្វះខាតចំណុចទី2តឹងជាមួយការវាយតម្លៃតាមដំណាក់អញ្ចឹងការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាអីអញ្ចឹងនៅក្នុងការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សតាមរយៈការផ្ដល់មតិព័ត៌មានត្រឡប់ទៅដល់សិស្សហើយយើងចូលរួមកែលម្អក៏ដូចជាផ្លាស់ប្ដូរតទៅជាមួយយុទ្ធសាស្ត្របង្រៀនក៏ដូចជារៀនទៅដល់សិស្សដើម្បីលើកកម្ពស់ឲ្យទទួលបានសមិទ្ធផលក៏ដូចជាលទ្ធផលល្អអញ្ចឹងនៅក្នុងត្រង់ចំណុចនេះដែរគឺបានន័យថានៅពេលដែលយើងបង្រៀនគាត់ចប់ហើយយើងអាចប្រមូលតទៅជាមួយនឹងផុសតាំងនៃការរៀនរបស់គាត់ហើយយើងធ្វើការជួយកែប្រែតទៅជាមួយចំណុចខ្វះខាតរបស់គាត់ដោយបន្ថែមនៅចំណុចល្អក៏ដូចជាចូលរួមកែលម្អដើម្បីឲ្យគាត់នឹងគឺទទួលបានចំណេះដឹងបន្ថែមទៀតហើយមែនតើតើតាំងជាមួយនឹងចំណុចនឹងដែរក៏ជាការលើកទឹកចិត្តទៅកាន់ពួកគាត់ផងដែរហើយនៅក្នុងការវាយតម្លៃតាមដំណាក់ហ្នឹងគឺយើងអាចទី1គឺផ្ដល់មតិត្រឡប់ទៅដល់សិស្សភ្លាមអញ្ចឹងបានន័យថានៅពេលដែលពួកគាត់រៀនជាមួយយើងគឺយើងអាចផ្ដល់ព័ត៌មានត្រឡប់ទៅកាន់ពួកគាត់ភ្លាមកំឡុងពេលរៀនអញ្ចឹងបានន័យថាគាត់ធ្វើខុសគឺយើងប្រាប់ទៅកាន់គាត់ឲ្យគាត់កែលម្អនៅចំណុចខ្វះខាតហើយមួយទៀតគឺយើងជួយគាត់បានភ្លាមហើយមួយទៀតហ្នឹងគឺការកែលម្អការបង្រៀនអញ្ចឹងនៅក្នុងនឹងដែរក៏ជាការកែលម្អតទៅជាមួយចំណុចបង្រៀនរបស់យើងដែរដើម្បីឲ្យយើងនឹងគឺមានភាពអន្តរកម្មរវាងគ្រូហើយនិងសិស្សចំណុចមួយទៀតហ្នឹងគឺប្រមូលភស្តុតាងនៃការសិក្សាបានន័យថាយើងអង្កេតមើលសិស្សសិក្សាហើយយើងអាចសួរទៅជាមួយសំណួរក៏ដូចជាគំនិតបំផុសផ្សេងនៅកំឡុងម៉ោងរៀនហ្នឹងដើម្បីពង្រីកនៅចំណេះដឹងរបស់គាត់ហើយយើងអាចដឹងតទៅជាមួយសមត្ថភាពរបស់គាត់ផងដែរហើយមួយទៀតតទៅជាមួយនឹងវាតម្លៃចុងក្រោយតទៅជាមួយនឹងការរៀនរបស់គាត់ដើម្បីដឹងថាតើគាត់ក្រោយពេលដែលគាត់រៀនចប់ហ្នឹងតើគាត់ទទួលបានចំណេះដឹងបានដល់កម្រិតណាហើយតើតឹងនឹងចំណុចទី3តើតឹងជាមួយនឹងការអង្កេតអញ្ចឹងនៅក្នុងការអង្កេតម៉ោងរៀនហ្នឹងគឺមានសារៈសំខាន់ដោយសារតែនៅក្នុងការបង្រៀនគឺយើងផ្ដោតទៅលើការសង្កេតភ្លាមដើម្បីផ្ដល់ព័ត៌មានត្រឡប់ក៏ដូចជាកែលម្អតទៅជាមួយនឹងចំណុចខ្វះខាតរបស់គាត់អញ្ចឹងនៅក្នុងនឹងដែរហេតុអ្វីបានជាយើងចាំបាច់ត្រូវអង្កេតតទៅជាមួយនឹងម៉ោងរៀនអ
ចឹងយើងអង្កេតហ្នឹងដើម្បីមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សនៅក្នុងការចូលរួមរបស់សិស្សហ្នឹងបានន័យថាសិស្សទាំងអស់មិនប្រកាសថាគាត់អាចចូលរួមតាក់ទងជាមួយនឹងការធ្វើការងារជាក្រុមឬក៏ការធ្វើការងារជាបុគ្គលក៏ដូចជាអន្តរកម្មរវាងគ្រូនិងសិស្សទេបានន័យថាពេលខ្លះគាត់អត់សូវចូលចិត្តតាក់ទងជាមួយនឹងការងារទាំងអស់ហ្នឹងទេអញ្ចឹងយើងអាចព្យាយាមលើកទឹកចិត្តគាត់ហើយក៏ដូចជាបង្ហាញក៏ដូចជាបង្ហើបហើយណែនាំឲ្យគាត់ងាកមកចូលរួមតាក់ទងជាមួយនឹងសកម្មភាពទាំងអស់ហ្នឹងវិញដើម្បីឲ្យគាត់ផ្លាស់ប្ដូរនៅឥរិយាបថពីធម្មជាតិរបស់គាត់បានខ្លះឬក៏មួយកម្រិតមួយទៀតហ្នឹងមើលពីបំណិនអន្តរបុគ្គលរបស់សិស្សនៅក្នុងការងារក្រុមបានន័យថាសិស្សតើគាត់អាចចូលរួមជាក្រុមឬក៏គាត់ចូលចិត្តធ្វើការជាបុគ្គលដើម្បីយើងដឹងតាក់ទងជាមួយសមត្ថភាពរបស់សិស្សហើយយើងធ្វើការកែលម្អចំណុចមួយទៀតហេតុអ្វីបានជាយើងចាំបាច់ត្រូវអង្កេតតាក់ទងជាមួយនឹងម៉ោងរៀនអញ្ចឹងយើងអង្កេតតាក់ទងជាមួយម៉ោងរៀនហ្នឹងយើងមើលថាតើយើងគួរតែផ្ដល់ជាឧទាហរណ៍បន្ថែមឲ្យសិស្សទៀតឬក៏អត់ដើម្បីឲ្យពួកគាត់ហ្នឹងបានរៀនតាក់ទងជាមួយនឹងចំណុចដែលគាត់រៀនហ្នឹងបានន័យថាតើស៊ីជម្រៅឬក៏នៅខ្វះខាតហើយមួយទៀតហ្នឹងគឺមើលកម្រិតចាប់អារម្មណ៍របស់សិស្សអញ្ចឹងនៅក្នុងនឹងដែរយើងមើលតាក់ទងជាមួយកម្រិតចាប់អារម្មណ៍របស់សិស្សថាតើសិស្សនៅក្នុងថ្នាក់ហ្នឹងគាត់ចាប់អារម្មណ៍បានកម្រិតណានៅក្នុងមេរៀនដែលគាត់រៀនជាមួយយើងហ្នឹងមួយទៀតហ្នឹងយើងអង្កេតមើលតាក់ទងជាមួយនឹងចំណេះដឹងរបស់សិស្សហ្នឹងតាមរយៈចម្លើយរបស់ពួកគេបានន័យថាគាត់ឆ្លើយតាក់ទងជាមួយសំណួរក៏ដូចជាធ្វើការងារជាក្រុមទៅដើម្បីយើងងាយស្រួលក្នុងការផ្ដល់ក៏ដូចជាវាតម្លៃភ្លាមទៅកាន់ពួកគាត់ចំណុចមួយទៀតតាក់ទងជាមួយនឹងសំណួរផ្ទាល់មាត់អញ្ចឹងនៅពេលដែលយើងអង្កេតហើយគឺយើងអាចដាក់តាក់ទងជាមួយនឹងសំណួរផ្ទាល់មាត់បានន័យថាក្រោយពេលដែលគាត់រៀនចប់គឺយើងអាចសួរសំណួរផ្ទាល់មាត់ទៅកាន់គាត់ភ្លាមដើម្បីឲ្យគាត់នឹងផ្ដល់ព័ត៌មានត្រឡប់មកកាន់យើងថាតាក់ទងជាមួយនឹងមេរៀនហ្នឹងគាត់អាចយល់បានកម្រិតណាដើម្បីឲ្យយើងកែលម្អតាក់ទងជាមួយនឹងចំណុចខ្វះខាតរបស់គាត់អញ្ចឹងនៅក្នុងសំណួរផ្ទាល់មាត់ហ្នឹងឲ្យមានប្រសិទ្ធភាពហ្នឹងគឺយើងសួរធ្វើម៉េចឲ្យសួរចំតាក់ទងជាមួយនឹងចំណុចងាយហើយឲ្យពួកគាត់ហ្នឹងមានការឆ្លើយតបមកវិញហ្នឹងគឺមានប្រសិទ្ធភាពហើយមួយទៀតហ្នឹងសួរសំណួរដែលផ្គូផ្គងបានន័យថាសំណួរដែលងាយស្រួលផ្គូផ្គងឧទាហរណ៍ថាផ្គូផ្គងពីកទៅខអញ្ចឹងទៅដើម្បីឲ្យគាត់ងាយស្រួលផ្គូផ្គងឬក៏ជាចម្លើយងាយដែលគាត់ចង់ធ្វើហើយគាត់មានអារម្មណ៍ក្នុងការធ្វើដោយគ្មានសម្ពាធឬក៏មានការបង្ខំពីគ្រូហើយចំណុចចុងបញ្ចប់នឹងតើតាំងជាមួយនឹងការផ្ដល់ព័ត៌មានកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងនៅក្នុងចំណុចនេះដែរគឺជាវិធីសាស្ត្រមួយដែលប្រើប្រាស់ព័ត៌មានវាតម្លៃឆ្លើយតបទៅសិស្សឬក៏និស្សិតនឹងបន្ទាប់ពីពួកគេបានបង្ហាញចំណេះដឹងរបស់ពួកគេឬក៏ជំនាញរបស់ពួកគេក្រោយអំពីពួកគាត់បានរៀនចប់ហើយផ្ដល់ព័ត៌មានត្រឡប់មកកាន់គ្រូវិញហើយតើតឹងជាមួយនឹងចំណុចហ្នឹងដែរគ្រូអាចធ្វើតើតឹងជាមួយនឹងការសម្របសម្រួលក៏ដូចជាផ្ដល់មតិកែលម្អទៅកាន់ពួកគាត់ដើម្បីឲ្យពួកគាត់នឹងទទួលបានសមិទ្ធផលតើតឹងជាមួយនឹងការរៀនរបស់គាត់ក៏ដូចជាការរំពឹងទុកនៅការចំណេះដឹងរបស់គាត់នឹងឲ្យមានភាពល្អប្រសើរជាងមុនអញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ